ចំពោះ Wi-Fi ដែលយើងមិនបានដឹង password ដូចតទៅបាទបងប្អូននិងប្រិយមិត្តទាំងអស់គ្នាដើម្បី hack Wi-Fi គឺលួចប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកជិតខាងខ្លួនបានលុះត្រាតែ smartphone របស់អ្នកទាំងអស់គ្នាត្រូវតែជា smartphone ដែលបាន root ហើយគឺ smartphone ប្រភេទ Android តែប៉ុណ្ណោះបាទអញ្ចឹងបន្ទាប់ពី root ហើយអ្នកទាំងអស់គ្នាចូលទៅទាញយកកម្មវិធីមួយនៅក្នុង Play Store បាទអាចយក Play Store មកបាទបន្តមកទៀតអ្នកទាំងអស់គ្នា search ពាក្យថា WPS Connect បាទនៅខាងលើវាចេញឲ្យតែម្ដងគឺ WPS Connect បាទបន្តមកអ្នកទាំងអស់គ្នាថាយកមកបាទនេះកម្មវិធីសម្រាប់ hack Wi-Fi នៅលើ smartphone ដែលបាន root ហើយគឺ WPS Connect បាទមានពណ៌ក្រហមថាយកវាមកដើម្បីដំឡើងបាទដោយសារតែខ្ញុំបានដំឡើងកម្មវិធីនេះរួចហើយអញ្ចឹងខ្ញុំមានតែបើកវាដើម្បីប្រើប្រាស់តែម្ដងបាទថាច់ open វាការប្រើប្រាស់កម្មវិធី WPS ដើម្បីភ្ជាប់ទៅកាន់ Wi-Fi អ្នកជិតខាងរបស់យើងនឹងគឺមានភាពងាយស្រួលទេដល់ពេលដែលអ្នកទាំងអស់គ្នាថាច់បើកវាមកអត់មានអ្វីទេគឺមានតែប៉ុណ្្នឹងឯងហើយដើម្បី hack Wi-Fi អ្នកជិតខាងរបស់ខ្លួនបានអ្នកទាំងអស់គ្នានេះនៅត្រង់និមិត្តសញ្ញាព្រួយវិលចុះឡើងហ្នឹងអ្នកទាំងអស់គ្នាអាចយកត្រង់កន្លែងហ្នឹងមកបាទវានឹងចេញឈ្មោះ Wi-Fi អ្នកជិតខាងមកឲ្យបន្តមកទៀតឥឡូវនេះ Wi-Fi ដែលខ្ញុំកំពុងតែភ្ជាប់នេះគឺមានឈ្មោះថា Dara Top-Tech បាទហ្នឹងគឺ Wi-Fi ដែលខ្ញុំភ្ជាប់ស្រាប់តែម្ដងប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញបងប្អូននិងប្រិយមិត្តទាំងអស់គ្នានោះគឺ hack Wi-Fi មួយដែលមានឈ្មោះថា ខ្មែរ Update អញ្ចឹងខ្ញុំត្រូវថាច់យកខ្មែរ Update ហ្នឹងបាទថាច់យកមកនេះខ្មែរ Update ឈ្មោះ Wi-Fi គេគឺខ្មែរ Update ប៉ុន្តែយើងអត់ដឹង password ទេបន្ទាប់មកអ្នកទាំងអស់គ្នានឹងឃើញ port របស់វាចំនួន3 port ហ្នឹងគឺរុន Wi-Fi នៅលើ router គឺនៅលើដុំដែលផ្ដល់សេវា Wi-Fi ហ្នឹងឯងបាទលុះណាតែមាន3 port អញ្ចឹងបានយើងអាចលួច hack Wi-Fi ពីឈ្មោះ Wi-Fi ណាមួយបានបាទអញ្ចឹងបងប្អូនប្រិយមិត្តទាំងអស់គ្នា select យកមួយណាក៏បានដែរបាទយកមួយនេះទៅបន្ទាប់មកហើយថាច់យក try pin បាទកាលណាវាចេញមកលក្ខណៈបែបនេះគឺមានន័យថាអ្នកទាំងអស់គ្នាមិនអាច hack Wi-Fi បានទេវាបរាជ័យហើយដូច្នេះសូមព្យាយាមសាជាថ្មីបាទហើយសូមបញ្ជាក់ផងដែរថាដើម្បី hack Wi-Fi បាននោះណាតែអ្នកទាំងអស់គ្នានៅជិត Wi-Fi នឹងមែនទែនទើបអាច hack បានហើយយ៉ាងតិចត្រូវតែមាន port ចំនួន3បាទមួយថាច់មើលសារដើមបាទឃើញទេ port ចំនួន3 1 2 3បាទគឺលេខហ្នឹងចំនួន3បាទមិនយើង hack នៅត្រង់ port កណ្ដាលអត់បានទេអញ្ចឹងយើងជ្រើសរើសយក port ផ្សេងពេលនោះ hack បានបាទបន្ទាប់មកថាច់យក try pin នៅខាងក្រោមបាទឥឡូវនេះបងប្អូននិងប្រិយមិត្តទាំងអស់គ្នាឃើញស្រាប់ហើយកាលណាវាចេញពាក្យថា connected អញ្ចឹងហើយមានន័យថាយើងបាន hack Wi-Fi បានហើយមិនត្រឹមតែយើងអាចលួចប្រើប្រាស់ Wi-Fi របស់អ្នកជិតខាងរបស់យើងតែប៉ុណ្ណោះទេក៏ប៉ុន្តែយើងក៏អាចដឹង password របស់គេផងដែរបាទនេះនៅទីនេះវាមានបញ្ជាក់ឲ្យថា PASS មានន័យថា password នឹងឯង password គេគឺហេង7711បាទអញ្ចឹងបើសិនជាបងប្អូននិងប្រិយមិត្តទាំងអស់គ្នាចង់យក Wi-Fi នឹងទៅប្រើប្រាស់នៅលើកុំព្យូទ័រឬក៏ទូរស័ព្ទ iPhone iPad នឹងអ្នកទាំងអស់គ្នាយក password នឹងទៅប្រើទៅអាចប្រើប្រាស់បានហើយប៉ុន្តែសម្រាប់ Wi-Fi មួយនេះដែលទូរស័ព្ទនេះវាបាន connect ផ្ទាល់ហើយយើងមិនបាច់ចាំ copy ទៅក៏បានដែរបាទគឺវាភ្ជាប់ឲ្យតែម្ដងអ្នកទាំងអស់គ្នាឃើញហើយខាងលើហ្នឹងគឺនិមិត្តសញ្ញា Wi-Fi បានភ្ជាប់រួចស្រេចទៅហើយអញ្ចឹងបើចង់ copy យកទៅប្រើនៅលើកុំព្យូទ័រអ្នកទាំងអស់គ្នាយក password ហ្នឹងទៅបាទហើយខ្ញុំនឹងបញ្ជាក់ជូនបងប្អូនប្រិយមិត្តទាំងអស់គ្នាបន្តិចតើតើទៅដឹងថាតើ hack Wi-Fi ហ្នឹងបានជោគជ័យដែរឬក៏អត់ទេឥឡូវខ្ញុំចូលទៅកាន់គេហទំព័ររបស់ Camtoptech បាទ camtoptech.com មក go បាទនេះ Wi-Fi ពិតជា hack បានមែនអាចប្រើប្រាស់បានមែនហើយយើងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាគឺពិតជាប្រើប្រាស់វិធីសាស្ត្រនេះក្នុងការ hack ដើម្បីលួច Wi-Fi របស់គេហើយយើងខ្ញុំក៏រំពឹងថាទៅថ្ងៃខាងមុខនឹងមានដំណោះស្រាយក្នុងការទប់ស្កាត់ពីការលួចប្រើប្រាស់ Wi-Fi នេះសម្រាប់អ្នកដែលជាម្ចាស់ Wi-Fi ផងដែរយើងខ្ញុំនឹងព្យាយាមស្វែងរកដំណោះស្រាយនេះជូននិងចុងក្រោយក៏សូមបញ្ជាក់ដល់បងប្អូននិងប្រិយមិត្តទាំងអស់គ្នាផងដែរថា
smartphone របស់អ្នកទាំងអស់គ្នាត្រូវតែជា smartphone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហើយជា smartphone ដែលបាន root រួចហើយទើបអាចប្រើប្រាស់កម្មវិធីនេះដើម្បី hack Wi-Fi បានហើយបញ្ហាក្នុងការ hack Wi-Fi នេះមិនមែនបានជោគជ័យទាំងស្រុងនោះទេខាង Top Tech ក៏សូមជម្រាបជូនដំណឹងដល់បងប្អូននិងប្រិយមិត្តដែលបានទស្សនានេះថាមកដល់ពេលនេះគេហទំព័រហើយនឹង page របស់ Top Tech មានការពេញនិយមយ៉ាងខ្លាំងដូច្នេះបើបងប្អូននិងប្រិយមិត្តណាចង់តាក់ទងធ្វើជាដៃគូសហការជាមួយនឹងគេហទំព័ររបស់ Top Tech ឬក៏ចង់ផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់ Top Tech សូមតាក់ទងមកកាន់លេខទូរស័ព្ទ098 21 37 36